ព័ត៌មានថ្មីថ្ងៃនេះ26មករា2026ស្ដីពីស្ថានភាពព្រំដែនអន្តរកម្ពុជាថៃស្ថានភាពសង្គ្រាមនិងសន្តិសុខអន្តរកម្ពុជាថៃ Trade-Denis នៅតំបន់ព្រំដែនមានផ្លូវសន្តិសុខតានតឹងនៅតំបន់ជិតព្រំដែនទាំងពីរជាប់គ្នាបើទោះជាការបាញ់ប្រហារធ្ងន់ធ្ងរមិនកាត់ឡើងជារឿយទេកងទ័ពនៅតំបន់ដាច់ស្ទឹងក៏នៅតាមត្រៀមខ្លួនប្រកាសមានការជ្រៀតចូលឬការឆ្លើយតបភ្លាមបានក៏ដោយឬកើតមានការចលាចលនៅព្រំដែននេះការរួមចំណាយជំនួយអន្តរជាតិដូចជាសហរដ្ឋអាមេរិកនិងអង្គការអន្តរជាតិកំពុងគាំទ្រដើម្បីជួយស្ថានភាពសន្តិសុខនិងការស្ដារសន្តិភាពជិតព្រំដែន US Embassy Thailand Al Jazeera សកម្មភាពកងទ័ពនិងស្រែសង្គ្រាមព្រំដែនថ្ងៃនេះកងទ័ពកម្ពុជាបានស្ថាបនារន្ទះនិងសម្លេងយុទ្ធសាស្ត្រថ្មីជិតតំបន់ដែលជាប់នឹង Cat Track ផ្លូវថៃបង្ហាញពីភាពត្រៀមខ្លួនថៃកម្ពុជាតែលោកទាំងពីរមិនមានការបញ្ជាក់អំពីការបាញ់គ្នាទៅវិញទៅមកជាច្រើនទេ Khosok English +1 ស្ថានភាពសង្គមនិងប្រជាជនមនុស្សជាច្រើននៅតំបន់ជាប់ព្រំដែនត្រូវបានរំលោភដោយវិបត្តិក្នុងឆ្នាំ2025ហើយទោះបីសភាពសន្តិភាពពេលនេះបានសម្រាកតិចតួចក៏មនុស្សជាច្រើននៅតែជាប់ក្នុងស្ថានភាពមិនស្ថិរភាព Relief Web ទស្សនវិជ្ជានិងភាពសន្តិភាពមានកិច្ចព្រមព្រៀងសន្តិភាព Kuala Lumpur Peace Accord ត្រូវបានចុះហត្ថលេខាឆ្នាំ2025ដើម្បីបន្តការស្ថិរស្ថានព្រំដែនប៉ុន្តែស្ថានភាពនៅតែឆាប់បែកផ្សះ Wikipedia សង្ខេបស្ថានភាពនៃព្រំដែនកម្ពុជាថៃនៅថ្ងៃទី26មករា2026មិនមានការបាញ់ធ្វើសកម្មភាពយ៉ាងធ្ងន់ធ្ងរដោយជាជំនួសពេញលេញទៀតទេប៉ុន្តែមានភាពតានតឹងនិងរំលោភការត្រៀមខ្លួនច្រើននៅតំបន់ជិតព្រំដែនហើយការរក្សាសន្តិភាពនៅតែស្ថិតនៅក្នុងគ្រោះនិងភាពងងឹតងាប់ស្ថានភាពសន្តិសុខពេលនេះកងយោធាកម្ពុជាបានខ្សែដីខ្សែរន្ទះជិតតំបន់ត្រីយ៉ាងនៅប្រមុខនឹង Cat Track ប៉ុន្តែភាគីថៃថាភាពនេះនៅឆ្ងាយពីព្រំដែននិងស្ថានភាពសន្តិសុខនៅតែស្ថិតនៅក្នុងការគ្រប់គ្រងសកម្មភាពបាញ់ប្រហារដើម្បីប្រឆាំងគ្នាឥឡូវនេះនៅតិចប៉ុន្តែកងយោធានៅតំបន់នេះនៅតែត្រៀមខ្លួនខ្លាំង Sairat English Khmer Times ការបញ្ជាក់ពីភាគីទាំងពីរកម្ពុជាថៃកំពុងរៀបចំកិច្ចប្រជុំ JBC ក្រោមគោលដៅពិភាក្សាពាក់ព័ន្ធការម៉ាកសញ្ញារមៀនវែងនៃព្រំដែនប៉ុន្តែថៃបានស្នើពេលជាច្រើនដើម្បីរៀបចំកិច្ចប្រជុំនេះភាគីថៃនិងកម្ពុជាបានសរសេររឿងសន្តិភាពការចរចាជាច្រើនរំលងឆ្នាំនេះដើម្បីស្វែងបានដំណោះស្រាយយ៉ាងសន្តិភាពតែរំខានគ្នាក្នុងការអនុវត្ត Fresh News VOD សកម្មភាពពីស្ថាប័នអន្តរជាតិនិងសង្គមសន្តិភាពអាស៊ាននិងក្រុមអ្នកសង្កេតការណ៍ AOT បានចូលពិនិត្យតំបន់ព្រំដែនដើម្បីដឹងការអនុវត្តចំពោះវិធានការសន្តិភាពសហព័ន្ធកម្ពុជាបានធ្វើការតស៊ូខ្ពស់ដោយសារអះអាងថាការរចនាសន្តិសុខនិងការដាក់បន្ទុករន្ទះរបស់ថៃកំពុងរំខានការសម្រេចនៃសន្តិភាពនិងឈានដល់ការត្រឡប់របស់ប្រជាពលរដ្ឋ https://akp.gov.kh https://akp.gov.kh សន្តិភាពសង្គ្រោះប្រជាពលរដ្ឋកម្មវិធីឈប់បាញ់ដែលចូលទៅត្រូវនៅថ្ងៃទី27ធ្នូឆ្នាំ2025បានឲ្យប្រជាពលរដ្ឋជាង 100,000 នាក់ត្រឡប់ទៅផ្ទះវិញហើយនៅមានប្រជាពលរដ្ឋជាច្រើនទៀតនៅតំបន់តាន់រងគ្រោះ https://akp.gov.kh ប្រយ័ត្នសុខសុវត្ថិភាពនិងដំណើរក្រៅប្រទេសច្រកព្រំដែនស្ថានភាពច្រកព្រំដែនសៀវភៅកាន់តែសាំមិនស្ថិតនៅក្នុងសកម្មភាពយ៉ាងធ្ងន់ធ្ងរជាច្រើនយ៉ាងណាមិញសម្រាប់អ្នកដែលចង់ធ្វើដំណើរបានតម្រូវឲ្យប្រយ័ត្នប្រយែងខ្លាំងនិងតាមដានព័ត៌មានជាក់លាក់ព្រោះអាចមានការផ្លាស់ប្ដូរឆាប់ៗនៅពេលខាងមុខនេះការដំណើរទៅប្រទេសថៃនិងកម្ពុជាទោះបីជាការប្រយុទ្ធមិនយ៉ាងសំខាន់ទេប៉ុន្តែការបើកច្រកព្រំដែននៅពេលនេះនៅមានការពរិច្ឆេទច្បាស់លាស់បើអ្នកមានគម្រោងធ្វើដំណើរតាមទ្វារដីអាចមានការពន្យាពេលត្រូវបានរំពឹង